តើសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រាប់ពីរបៀបប្រើប្រាស់ bot Mekong DL អញ្ចឹងនៅក្នុង Telegram យើងវាយពាក្យ bot Mekong DL មកវាចេញអានេះ icon មួយនេះអញ្ចឹងក្នុងនេះយើងគ្រាន់តែចុចចូលវាមកហើយយើងចុច start ហ្នឹងអញ្ចឹងដំណើរការ bot ហ្នឹងវាដើរហើយអញ្ចឹងអា bot មួយហ្នឹងគឺយើងអាច download វីដេអូចេញពី YouTube ហើយនិង Facebook អីផ្សេងៗហ្នឹងអញ្ចឹងគ្រាន់តែយកវីដេអូ reel ណាមួយនៅក្នុង YouTube មកខ្ញុំឧទាហរណ៍វីដេអូមួយនេះហើយយើងចុច share យក link វាមានពាក្យ copy link ឬក៏យើង share direct ទៅក៏បានដែរអញ្ចឹងយកពាក្យ copy មកហើយយើងដាក់វានៅក្នុង message លេខនេះផាស link នឹងចូលមកចុច send អញ្ចឹងយើងចាំវាបន្តិចព្រោះក្នុង step ដំបូងនេះ version ជំនាន់ដំបូងនេះខ្ញុំដាក់ free ឲ្យ download 5 ដងព្រោះ system test system មើលអញ្ចឹងអានោះវាចូលក្នុង queue ហ្នឹងមានន័យថាស្ថិតក្នុងការរងចាំអញ្ចឹងចាញ់ហ្នឹងអញ្ចឹងនៅក្នុងនេះវាមានវីដេអូផងហើយមានសំឡេងផងអញ្ចឹងវាងាយអញ្ចឹងចានេះសំឡេងក្នុងវីដេអូមួយហ្នឹងអានេះវីដេអូរបស់យើងអានេះវា play ក្នុងនេះអត់រួចតើយើង save វាចូលទៅក្នុង photo របស់យើងអញ្ចឹងវាបានវា play រួចកន្លែងនេះវីដេអូនេះចាក់នៅនេះវាអត់ដើរអញ្ចឹងកន្លែងនេះដូចសំឡេងអញ្ចឹងយើងអាចយកសំឡេងនឹងទៅប្រើប្រាស់បានចុចនេះសំឡេងយើង share វាមកថាយើង share ទៅណាទៀតនេះតង់ share មកទៅកម្មវិធីអីគេផ្សេងអញ្ចឹងយើងផ្ញើទៅ Telegram អ្នកផ្សេងអីចឹងទៅបានដូចគ្នាអញ្ចឹងហើយយើងអាច share ទៅ TikTok កម្មវិធីមាន TikTok ហើយកម្មវិធីមួយទៀតណា copy TikTok CapCut អត់ឃើញនេះតែវីដេអូធ្វើចេះលឿនជាងទៅយើង download វាយើង hold លើវាចេះវិញហើយ save ទៅ file មកនេះ save ទៅ file ពងមកវាចូលក្នុងទូរស័ព្ទយើងហើយយើងចុច save ទៅព្រោះ share នេះវាទៅ TikTok អត់រួចអញ្ចឹងបានយើងចូលក្នុង file ទៅយើង share ហ្នឹងទៅ TikTok យើងទៅអញ្ចឹងណាហើយ YouTube ក៏ដូចគ្នាដែរយក reel YouTube អញ្ចឹងទៅហើយខ្ញុំកំណត់វីដេអូឡើងវាដូចជាត្រឹម5នាទីអាច download បានតែខ្ញុំអត់ទាន់តេស្តបន្ថែមទេតែវីដេអូខ្លីៗគឺយើងអាច download បានស្រួលអាហ្នឹងមានតែប៉ុណ្្នឹងឯងបាទនេះមាន save ដូចគ្នា save ទៅ photo មកតែប៉ុណ្្នឹងប្រើបានបាទនេះជាប្រភេទវីដេអូយើងមើលមកមានកម្មវិធី TikTok នេះ TikTok ចូលក៏បាន CapCut ក្នុងនេះអត់មានតន់ឡើង CapCut ទេអូខេអញ្ចឹងមានប៉ុណ្្នឹងឯងវីដេអូរបៀបប្រើមុនបត់យើងតេស្តមួយទៀតមកយកវីដេអូផ្សេងវីដេអូនេះអញ្ចឹង share វាមក copy នេះ copy link នេះហើយយើងយកវាមកដាក់នៅនេះមកហើយ send នេះវាចូលក្នុង queue អញ្ចឹងអាកន្លែង status នេះយើង check មើលថាយើងនៅលេខរៀងទីម៉ានយើងចាំណាអញ្ចឹងយើងនៅលេខរៀងទី1អញ្ចឹងមានន័យថាយើងមុនគេមានន័យអញ្ចឹងណាបើយើងវាមានលេខរៀងវាព្រោះក្នុង system ហ្នឹងខ្ញុំធ្វើឲ្យវាតាមលំដាប់ហើយមួយថ្ងៃម្នាក់ down បានតែ5ដងឯងអញ្ចឹងបានទេអ្នកបានទាំងសំឡេងបានទាំងវីដេអូអូខេអញ្ចឹងមកយើងមានប៉ុណ្្នឹងឯងអរគុណ